បាទសូមគោរពជម្រាបសួរបាទពុកម៉ែបងប្អូនហ្នឹងហើយអ៊ំពូមីងទាំងអស់បាទហើយនេះខ្ញុំកាត់បានHunter មួយហ្នឹងហើយបាទនេះដូចជា2តោនបាទសម្រាប់ដឹកគ្រឿងសំណង់ដឹកអីណាបាទស្រួលណាដឹកសាច់ដឹកអិតអីចល័តបាទខាងអ្នកសំណង់ខាងអីចឹងបាទចឹងតម្លៃធូរថ្លៃទេណាសបកកង់ថ្មីបាទឡានស្អាតម៉ាស៊ីនបបលេខស្អាតបាទគ្រឿងក្រោមហាប់បាទជាគ្រាប់អគុយនេះបាទមើលសិនស្អាតណា Hunter បាទបបលេខស្ងួតរើបាទសាកស៊ីអត់មានពុកមានអីណាបាទលើកបែរនេះមើលទៀតបាទបែរណាបាទស្រួលណាគ្រឿងសំណង់អីខ្សាច់2 3គីបអីមកអេមបាទនេះបែរខ្ញុំលើកបែរណាចឹងត្រង់វាក៏ស្អាតដែរបាទវាពុកអានេះពុកដែលយើងតក្រៅវាពុកហ្នឹងបាទត្រង់បាទអីស្អាតបាទមិនហ៎បកកង់បាទប៉ុងអីស្ងួតរើងហ្នឹងសិនជានៅបាទសិនជានៅរេសវបាទសាស៊ីអត់មានពុកមានអីណាមើលខ្ទង់បាទជើងបកងជើងអីវានៅចឹងបាទស្អាតបាទត្រង់អីស្អាតណាបាទសារ៉ាំងអីអត់មានជ្រាបកាក្លេកកាក្លាក់ណាបាទបែនស៊ីនអត់មានតឡាញសំណុំស៊ីនបាទក្នុងកាប៊ីនក៏ស្អាតដែរបាទកាប៊ីនលហើយក្រោមពុកតិចតួចបាទលេខអត់មានច្រាលមានអីទេណាបាទបញ្ញាសិនជានៅឡាំប៉ុងលើស្អាតណាចឹងបែនចឹងយើងនេះយើងតម្លាក់បែននេះបាទចូលជាការដឹកជីដាក់ការស្វាយការអីស្រួលដឹកជីដឹកអីដល់បែនភ្លឹបហ្នឹងនេះឡើយយើងតម្លាក់បែនចុះណាបាទស្អាតកលឹងបាទទូចស្អាតបាទចឹងឡាននៅទីរួមខេត្តបាត់ដំបងបាទបងប្អូនចាប់អារម្មណ៍អាចតាក់ទងបានចឹងកាលពីមុនមកថ្លៃជិត$20000ឃើញប៉ុណ្ណេះបាទឡើយតែប្រហែល1000ជាងអីហ្នឹងឯងបាទផ្លាប់ធ្លាក់គឹបហ្នឹងស្អាតបាទជប៉ុនចាំដល់បាទ Hunter បាទតាមកណ្ដាលវាមីស៊ូមីស៊ីនេះបាទដាក់ត្រាមីស៊ូមីស៊ីបាទកញ្ចក់អត់មានបែកមានប្រេសស្រាំទេបាទចាប់អារម្មណ៍អាចតាក់ទងមកបាទនេះមើលគូក្រោយមានកាំងសុវត្ថិភាពមានអីវាអញ្ចឹងបាទបែនភ្លឹបស្អាតបាទចឹងឡាននៅទីរួមខេត្តបាត់ដំបងបាទเป็นវ៉ាប់លេខស្អាតបាទបាច់គ្រឿងអញ្ចឹងបាទចឹងក៏សូមអរគុណបាទពុកម៉ែបងប្អូនតែយកតាមដាន Channel ខ្ញុំបាទសូមជួយចុច Subscribe ម្នាក់មួយផងបាទដើម្បីទទួលព័ត៌មានឡានពេលក្រោយទៀតបាទចឹងក៏សូមអរគុណសូមជម្រាបលាបាទអរគុណច្រើនហេង